ហើយយើងក៏លេខទៅមើលនោះស្អីប្រតិការស៊ីហ្គេមនៅថៃបានខេចឹងបាទសិតតែអួតខ្លួនឯងប្រទេសមហាអំណាចប្រទេសស៊ីវិល័យប្រទេសអភិវឌ្ឍខ្មោចយកស្អីរៀបចំទទួលប្រតិការស៊ីហ្គេមម្ចាស់ផ្ទះធ្វើដូចក្មេងលេងបៃឡហ្នឹងទៅយកអារូបភាពស៊ីហ្គេមរបស់យើងអារូបភាពកាលកម្ពុជាយើងធ្វើម្ចាស់ផ្ទះយកទៅដាក់ហើយយករូបភាពអីណាពីអាឡម៉ង់ពីអីយកមកកាត់តគេប្តឹងគេរោរឿងពីវាពីកាលអូអានេះបានថាល្អតែមើលមិនអត់ល្អស៊ីទេបើអួតក្តៅណានេះអាចោលគ្លៀនពៀននេះអាផ្ទះលេខ2នេះវាអួតសុទ្ធតែវាឯណាវាស៊ីវិល័យវាថាស៊ីហ្គេមយើងប៉ុណ្ណឹងចាំមើលវាធ្វើម្ចាស់ផ្ទះវាធ្វើឲ្យលឺយើង3ដងទៀតឥឡូវមានទេណាដូចធ្វើទីលាននៅកណ្ដាលវាស្រែហ្នឹងនិយាយមែនតែទៅសឹងថាអន់យើងពៀនលេងតាមភូមិនេះណាគ្រប់ពញ្ញាសាទាំងអស់ហើយប្រទេសណាដែលទៅលេងអាស៊ីហ្គេមនៅថៃនេះអាណាក៏គេល្អដែរប្រទេសណាក៏គេល្អដែរតាំងពីទីលានតាំងពីការទទួលបដិសណ្ឋារកិច្ចតាំងពីការរៀបចំនឹងហើយឲ្យវាថាកម្មពីទន់ហន់បលឹងបពាក់បរោះដូនតាយើងដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្របានដាក់ប្រាសាវាណាដោយសារតែវាបំភ័ន្តវាបំភ្លៃវាកេងប្រវាញ់វាធ្វើគ្រប់រូបភាពដើម្បីធ្វើម៉េចគឺបានទឹកដីពីខ្មែរយើងហ្នឹងហើយអ្វីដែលវាទទួលបានឃើញវាខ្មាស់គេវាខ្មាស់អន្តរជាតិដោយស្រាតខោអញ្ចឹងនេះពួកអាថោកទៀតនេះទៅរៀបចំប្រតិការស៊ីហ្គេមគេបាញ់ត្រូវគ្រាប់ស្អីទីលានមិនចំទីលានទៅយករូបភាពអីណាសូម្បីតែរូបភាពពីខ្មែរយើងនេះក៏វាយកទៅដាក់ទៅកុហកទៅអីគេអាណាគេមិនដឹងងាប់អញ្ញាអើយស៊ីហ្គេម2025 Thailand នេះសំណាងហើយដែលគណៈកម្មការកម្ពុជាយើងអត់បញ្ជូនកីឡាគ្រប់វិញ្ញាសាទៅនឹងពូក៏អបអសាទរពូក៏សប្បាយចិត្តដែរព្រោះណាមួយយើងកំពុងមានបញ្ហាជាមួយវាផងយើងគិតពីសុខភាពអញ្ចឹងបានថាអាហ្នឹងហើយឲ្យអាស៊ានឲ្យពិភពលោកទាំងមូលបានឃើញថាការរៀបចំឥឡូវយើងប្រៀបធៀបទៅយើងបាឡែនគ្នាមើលយើងសាកសម័យមើលក្នុងកំឡុងពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះប្រតិការស៊ីហ្គេមថាខុសគ្នាយ៉ាងម៉េចពិភពលោកឡើងផ្អើលស្មើនឹងកម្មវិធីគឺស្មើនឹងកម្មវិធីកីឡាអូឡ িম্প ពិកនៅអឺរ៉ុបតែមើលវារៀបចំមើលអាថៃវារៀបចំមើលវានឹងរៀបចំបានតែនេះទេរៀបចំបានតែបនស្រីនៅផាតាយាទេវារៀបចំល្អរៀបចំឆាតឆាយដាក់ភ្លើងដាក់អីគាត់ភ្ញៀវបរទេសទៅវាយសាច់នោះអានឹងវារៀបចំបានហើយតែបើឲ្យវារៀបចំកម្មវិធីកីឡាលក្ខណៈស្តង់ដារលំដាប់ពិភពលោករៀបចំចេញទេ